រឿងឆ្កែមើលឃើញខ្មោចជាហេតុភេទស្រុកខ្ញុំបាទធ្លាប់បានឮម្ដាយនិងឪពុកខ្ញុំគាត់និទានប្រាប់ខ្ញុំថាបើឮឆ្កែលូឬព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់នៅភូមិណាស្រុកណាដែលក្រៅអំពីក្រុងព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ស្រុកភូមិនោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខទេបាត់ខ្មោចបិសាចវារាតត្បាតធ្វើមនុស្សឲ្យឈឺចាប់សឹងតែគ្រប់គ្នាព្រោះឆ្កែមើលឃើញខ្មោចដំណើរចាស់ថាឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថាយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលាងមេមាត់ប៉ុន្តែមិនបានប្រកាសឈ្មោះបុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃស៊ុំទ្រុបគេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះដល់ទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅពិតណាស់ប៉ុន្តែគាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាប្រពន្ធខ្ញុំនៅឯផ្ទះគេលៀងអារក្សឯនោះពេលនោះខ្មោចក៏ឲ្យប្រទាប្រហោងឬថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ខ្មោចឲ្យប្រទានោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបរោះនោះកាលបើបានប្រទាប្រហោងនោះហើយមើលឃើញខ្មោចនៅពេញតែព្រៃគាត់ចេះតែដើរទៅគ្មានភិតភ័យខ្លាចអ្វីឡើយគាត់ដើរតម្រង់ទៅផ្ទះណាគេលៀងអារក្សលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីពែលសំណែនដែលសែននៅពោពេញជាច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោយដៃហៅចំពីមុខនិយាយថាប្តីហងឲ្យទៅឲ្យឆាប់ព្រោះកូនយំខ្លាំងខ្មោចនឹកឆ្ងល់ថាមិនក៏បុរសនោះមើលឃើញអញទើបដើរសំដៅទៅហើយសួរថាអ្នកឯងមិនក៏មើលយើងឃើញបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយជាប្រទាលដែលប្តីហងឲ្យអញបានជាអញឃើញខ្មោចនោះគ្រាន់តែឃើញប្រទាលនោះភ្លាមទុះទៅដណ្ដើមយកប៉ុន្តែបុរសនោះពុំព្រមឲ្យក៏មានការវាយប្រហារប្រតបគ្នាដណ្ដើមប្រទាលប្រហោងនោះបុរសចេះតែស្រែកហៅឲ្យគេឯងជួយប៉ុន្តែអ្នកទាំងអស់នោះមើលទៅពុំឃើញប្រយុទ្ធជាមួយអ្នកណាសោះឃើញតែស្ទុះទាតែម្នាក់ឯងម្ល៉េះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើតលុះប្រវេប្រតបគ្នាអស់មួយសន្ទុះធំបរោះក៏ចង់រសាយដៃររបូតប្រទាននោះពីដៃទៅខ្មោចស្ទុះប្រុងរើសយកតែពេលនោះឆ្កែឃើញភ្លាមស្ទុះផ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលឃើញខ្មោចដោយសារមានរឿងនិទានយ៉ាងនេះបានជាមានជំនឿថាឆ្កែវាមើលឃើញខ្មោចបើឆ្កែប្រុសលូក្នុងពេលយប់ព្រោះវាឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងដើម្បីយកមកប្រើការស័ក្តិសិទ្ធិផ្សេង